ថ្ងៃនេះនាំបងប្អូនទៅមើលហាងបោះដុំម្ហូបមួយកន្លែងនៅទីក្រុងថរងាដែលមានឈ្មោះថា Gomore ហ្នឹងហើយជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំគឹមអ៊ីមកធ្វើវីដេអូចេញពីទីក្រុងថរងានៃប្រទេសញូហ្សេឡង់ហ្នឹងហើយថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាទៅមើលផ្សារម្ហូបមួយកន្លែងដែលគេបោះដុំបងប្អូនទាំងអស់គ្នាផ្សារនឹងផងដែរតោះតែយើងមានកាតណាដើម្បីអាចចូលទិញនៅហាងនឹងបានអញ្ចឹងណាបងប្អូនបើយើងអត់មានកាតគេយើងអត់អាចចូលទិញបានទេហើយបើអតិថិជនគេហ្មងមានកាតហ្នឹងយើងត្រូវ apply ចុះឈ្មោះចុះអីអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបើថ្ងៃណាពួកខ្ញុំអាចផ្លិចកាតអីខ្ញុំប្រាប់តែឈ្មោះក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងទៅក៏គេលក់ឲ្យដែរតែបើអត់មានទេក៏គេអត់លក់ឲ្យដែរអញ្ចឹងណាបងប្អូនហើយនេះផងដែរខ្ញុំឲ្យតួប្រុសចូលគាត់ថាហៅឲ្យគ្នាចូលចំពេលខោលហើយរករ៉ាណាបងប្អូនទាំងអស់គ្នាជីវិតណាបងប្អូនអញ្ចឹងណាគេមើលកញ្ចក់តាលហែកមែនអត់ទៀតណាអត់ជឿថាខ្ញុំប្រាប់តែខោលហែកកប៉ាហ្នឹងហើយវីដេអូហ្នឹងផងដែររឿងយូរដែរបងប្អូនអើយតាំងពីមុនបនអែមកម៉េះតែគ្រាន់តែខ្ញុំអត់បានយកមកកាត់តអីចឹងណាបងប្អូននិយាយទៅចឹងបងប្អូនឃើញគេលក់ឆូកូឡេតអីច្រើនអាក៏ចាប់ខៀវៗហ្នឹងសិតតែឆូកូឡេតចឹងណាបងប្អូនហើយជាពិសេសដាក់នៅមុខផ្លូវចូលអញ្ចឹងភិកច្រើនរបស់គេបញ្ចុះតម្លៃអញ្ចឹងទៅបងប្អូនហើយទូទាំងអស់ហ្នឹងគឺជាអាហារដែលកកបងប្អូនខ្ញុំទៅមួយជួរហ្នឹងគឺសិតតែជាអាហារកកសំបីតែបន្លែក៏កកអីចឹងណាបងប្អូនមានតាំងពីបន្លែកកសាច់កករបស់របរដូចថាមានគៀវមានអីគេដាក់កកចឹងណាបងប្អូនមួយជួរហ្នឹងគឺកកទាំងអស់ម្ហូបសូម្បីតែដលងគេហៅដលងជ្វីយើងក៏គេដាក់កកអញ្ចឹងណាហ្នឹងហើយនិយាយទៅនៅញូហ្សេឡង់នេះកម្រមានរបស់ស្រស់ញ៉ាំណាបងប្អូនអើយបើនៅខ្មែរយើងស្រួលញ៉ាំអីក៏ថ្មីស្រស់សូម្បីតាសាច់វិញគេលក់មួយថ្ងៃនៅនេះអត់ទេបងប្អូនលក់ដាក់ផ្លាសេឡើង2 3ថ្ងៃអាខ្ញុំលើកនេះគឺសបកគៀវបងប្អូនគេមូគៀវហើយអាកញ្ចប់ខៀវនៅជាប់ហ្នឹងគឺគេយកទៅមូស៊ីយ៉ហ្នឹងហើយនិយាយទៅរបស់អីក៏ដោយវាមានច្រើនមិនដែលគ្រាន់តែកកអញ្ចឹងវារកអាស្រស់ញ៉ាំអត់បានទេហើយទៅនេះអាខ្យងសោកយើងគេហៅខ្យងអីខ្ញុំមិនដឹងដែរនៅខ្មែរបងប្អូនទាំងអស់គ្នាហើយឲ្យខ្ញុំលើកមកនេះបងប្អូនខ្ញុំអត់ដឹងថាជាអន្ទង់ឬក៏អត់ទេណាព្រោះខ្ញុំអត់ដែលបានញ៉ាំទេគ្រាន់តែឃើញអានឹងរបស់ជប៉ុនហើយជប៉ុនយើងគេភិកច្រើនគេនិយមញ៉ាំអន្ទង់អីចឹងទៅហ្នឹងសូម្បីត្រីសាម៉ិនoyster កកហ្នឹងក៏មានដែរបងប្អូនឃើញគេចាប់ខៀវហ្នឹងអានឹង oyster កកបន្ទាប់មកខ្ញុំដើរទៅចូលទូតិចគេបងប្អូនទូក្លាសេគេហ្នឹងចូលទៅមើលឈីនឹងសិតតែជួរហ្នឹងឈីទាំងអស់ហ្មងបងប្អូនច្រើនម៉ាក់ច្រើនមុតខ្លាំងមែនទែនបងប្អូនណាគាត់ចូលចិត្តញ៉ាំឈីអីត្រូវប៉ាន់ហ្មងបើខ្ញុំអីដូចជាមិនសូវទេបងប្អូនអើយតលន់ហ្នឹងហើយទៅនេះម្ហូបនេះអាខាងក្រោមមិញហ្នឹងដូចជាម្ហូបឆ្កែអានេះគឺជាត្រីសាម៉ិនណាបងប្អូនមើលថ្លៃគេថ្លៃហ៎បងប្អូននិយាយទៅប្រទេសញូហ្សេឡង់នេះគឺជាប្រទេសដែលថ្លៃការរស់នៅថ្លៃខ្លាំងណាបងប្អូនដូចថាបើប្រៀបធៀបនឹងប្រទេសអូស្ត្រាលីគេរកបានប្រាក់ខែខ្ពស់ជាងហើយចំណីអាហារគេធូរថ្លៃជាងសម្រាប់ប្រទេសញូហ្សេឡង់នេះអត់ទេគឺប្រាក់ខែទាបជាងប្រទេសអូស្ត្រាលីហើយម្ហូបអាហារគឺថ្លៃជាងអញ្ចឹងណាបងប្អូនឃើញតែស្វាយមួយផ្លែហ្នឹងគឺ$6ហើយនៅបុកតាក់15%ទៀតអាផ្សារដែលខ្ញុំកំពុងទៅហ្នឹងតម្លៃទាំងអស់ហ្នឹងគឺអត់ទាន់បុកតាក់អីដែលគេដាក់ហ្នឹងទៅពេលហើយយើងទិញទៅគេបុកតាក់ថែមពីលើទៀតណាបងប្អូនទាំងអស់គ្នាព្រោះវាជាផ្សារបោះដុំបើផ្សារទំនើបធម្មតាហ្នឹងគេបុកតាក់ហើយយើងគេដាក់ផ្លាកម៉ានគឺប៉ុណ្ណឹងចឹងណាហើយនៅប្រទេសញូហ្សេឡង់នេះផងដែរគឺតាក់ថ្លៃបងប្អូនគឺ15%ឯណោះចឹងហើយបើអ្នកធ្វើការស្ដាប់ទៅធ្វើបានច្រើនតែគ្រាន់តែបងតាក់ក៏ច្រើនដែរគ្រាន់តែវាសនាមួយតាក់យើងបងហើយយើងមានបញ្ហាយើងអំណាចឆ្នាំអីយើងអាចយកមកវិញបានខ្លះអញ្ចឹងណាគេហៅខ្លែមតាក់អញ្ចឹងណាហ្នឹងហើយនេះយើងមកមើលថង់សម្រាមនិយាយទៅដើរបោកផ្សារហ្នឹងខ្ញុំអត់ទៅទិញអីច្រើនហ្មងខ្ញុំខ្វះអីវ៉ាន់តែប្រហែលមុខអញ្ចឹងណាព្រោះវាចិត្តប៉ុននោះអែអញ្ចឹងនៅហាងលក់ដាច់ទៅបងប្អូនដល់ពេលអញ្ចឹងខ្ញុំក៏នឹកឃើញមកជួយថតមកដើម្បីថតយកវីដេអូជូនបងប្អូនមើលពីផ្សារបោះដុំគេអញ្ចឹងទៅពីមុនផ្សារហ្នឹងមិនបងប្អូនមនុស្សច្រើនណាដើរជិះគ្នាអត់ចង់រួចទេតែឥឡូវចប់ហើយទៅទលេល្វឹងល្វើយអាហ្នឹងតាំងពីមុនណូអែលមកមែនបងប្អូនតម្រាំឥឡូវចូលឆ្នាំ2025ភ្លាមនេះពឹប
ហត់តែស្ងាត់ទៀតដឹងថាហាងគេនឹងស្ងាត់អត់ទេណាប៉ុន្តែសម្រាប់ការខ្ញុំលក់ដូរអីវាអាចថាវាស្ងាត់ជាងឆ្នាំមុនអញ្ចឹងណាបងប្អូនហើយចុះបងប្អូននៅខាងនោះអីលក់ដូរមិនដែរស្ងាត់ដែរអត់ទេបើខាងនេះវិញដូចអត់ទេបងប្អូនអើយឆ្នាំនេះហ្មងណាទូទៅម្ដុំហាងខ្ញុំចិត្តគ្នាអីហ្នឹងឮពោលថាស្ងាត់ដូចគ្នាអញ្ចឹងណាហ្នឹងហើយអរគុណ